ចាក់ចេញពីត្រនំចាស់ចិត្តមួយឆ្នាំសូភីកែវបញ្ចេញចម្រៀងរួមនឹងតារាចម្រៀងប្រុសបន្តបើគិតមកដល់ពេលនេះរយៈពេលប្រមាណ71ឆ្នាំមកហើយដែលតារាចម្រៀងយូសូលកញ្ញាសូភីកែវបានចាក់ចេញពីផលិតកម្មបាមីក្លាយទៅជាតារាចម្រៀងឯករាជ្យចាប់តាំងពីថ្ងៃទី15ខែមិថុនាឆ្នាំ2024កន្លងមកម្លេះក្នុងនោះក្រោយការចាក់ចេញពីត្រនំចាស់កញ្ញាសូភីកែវក៏មិនបានចូលទៅជ្រកក្រោមត្រនំណាដែរដោយនាងបានក្លាយទៅជាតារាចម្រៀងឯករាជ្យនិងបានក្តៅបឱកាសក្លាយទៅជា Music Producer នៅក្នុងកម្មវិធី Rapper Fighter កាលពីពេលកន្លងមកទៀតផងយ៉ាងណាមិញនៅដើមឆ្នាំ2025នេះកញ្ញាសូភីកែវបានបញ្ចេញចម្រៀងថ្មីជាបន្តបន្ទាប់ជូនដល់អ្នកគាំទ្រក្រោយខកខានបញ្ចេញស្នាដៃមួយរយៈធំលើសពីនោះអ្វីដែលពិសេសបទចម្រៀងថ្មីពីរបទចុងក្រោយរបស់នាងបានចាប់ដៃគ្នាច្រៀងជាមួយនឹងតារាចម្រៀងនិង Rapper មានប្រជាប្រិយទៀតផងរួមមានបទយប់នេះកញ្ញាសូភីកែវបានបកស្រាយជាមួយនឹងតារាចម្រៀង Rap 8GK និងបទមួយទៀតមានចំណងជើងថា Stay បកស្រាយរួមគ្នានឹងលោកថុលសុភីទី